បើអ្នកគិតថាធ្វើបានអ្នកនឹងធ្វើបានភាពជោគជ័យសំដៅដល់រឿងដែលស្រស់បោះនិងរឿងដែលល្អទាំងពួងភាពជោគជ័យសំដៅដល់ភាពមានបានផ្ទាល់ខ្លួនរួមមានផ្ទះស្អាតមានពេលវេលាសម្រាប់លំហែកាយទៅដើរកម្សាន្តបានជួបនឹងបទពិសោធន៍ថ្មីៗនិងភាពស្ថិតស្ថេរផ្នែកហិរញ្ញវត្ថុសម្រាប់ប្រពន្ធកូនភាពជោគជ័យសំដៅដល់ការទទួលបានការកោតសរសើរភាពមានភាពជាអ្នកដឹកនាំដែលទទួលស្គាល់ពីបណ្ដាមិត្តភ័ក្តិរួមអាជីពមុខជំនួញនិងជាមនុស្សដែលត្រូវមិត្តភ័ក្តិស្រឡាញ់ចូលចិត្តនៅក្នុងសង្គមលើសពីអ្វីៗទាំងអស់ភាពជោគជ័យសំដៅដល់ការមានសេរីភាពទាំងឡាយដូចជាមានសេរីភាពចាកផុតសេចក្តីព្រួយកង្វល់សេចក្តីខ្លាចសេចក្តីគុំគួននិងភាពបរាជ័យភាពជោគជ័យក៏សំដៅដល់សេចក្តីគោរពរាប់អានការមានសេចក្តីសុខនិងសេចក្តីពេញចិត្តក្នុងជីវិតយ៉ាងពិតប្រាកដពីការដែលអាចឲ្យដល់មនុស្សដែលខ្លួនស្រឡាញ់បានច្រើនជាងភាពជោគជ័យសំដៅដល់ជ័យជំនះភាពជោគជ័យគឺជាចំណុចគោលដៅរបស់ជីវិតមនុស្សគ្រប់រូបត្រូវការភាពជោគជ័យគ្មានអ្នកណាពេញចិត្តនឹងរស់នៅក្នុងសភាពក្រីក្រឬចូលចិត្តនៅក្រោមអ្នកដទៃឲ្យគេសម្លុតគំរាមគ្រប់ពេលនោះឡើយបេះដូងនៃការសាងភាពជោគជ័យយ៉ាងសំខាន់បំផុតមួយប្រការទៀតស្ថិតនៅក្នុងគម្ពីរប៊ីបដែលបានព្រានប្រដៅថាជំនឿអាចធ្វើឲ្យកុមារសូម្បីតែផ្ទាំងសិលាម្នាក់ជឿថាអ្នកអាចរំកិលភ្នំបានអ្នកនឹងធ្វើបានពិតមែនតែបើអ្នកមិនជឿជាក់លើសមត្ថភាពរបស់ខ្លួនឯងទេភាពជោគជ័យក៏នៅរង់ចាំអ្នកនៅខាងមុខដែរអ្នកប្រហែលជាធ្លាប់បានឮអ្នកខ្លះនិយាយថាជារឿងឥតប្រយោជន៍ដែលអ្នកអាចរំកិលភ្នំទាំងមូលបានដោយគ្រាន់តែនិយាយមនុស្សដែលគិតបែបនេះតាមពិតទៅកំពុងតែច្របូកច្របល់នឹងពាក្យថាជំនឿឬសទ្ធានិងសេចក្តីសង្ឃឹមហើយមនុស្សប្រភេទនេះមិនសង្ឃឹមថាអាចរំកិលឬលើកភ្នំចេញបានទេឬសង្ឃឹមនឹងមានតំណែងការងារល្អៗមានផ្ទះល្អៗឬអាចក្លាយទៅជាអ្នកដឹកនាំបានសទ្ធាឬជំនឿធ្វើឲ្យយើងអាចរំកិលភ្នំបានពិតមែនមធ្យោបាយនៃភាពជោគជ័យពិតប្រាកដគឺមានជំនឿថាយើងអាចធ្វើបានសម្រេចគ្មានអ្វីអាចកំបាំងឬអស្ចារ្យទាក់ទិននឹងអំណាចជំនឿឬកម្លាំងសទ្ធាទេជំនឿនឹងទស្សនៈដែលថាយើងជឿជាក់យើងធ្វើបាននឹងសាងធម៌ពលនិងភាពជំនាញដែលចាំបាច់ចំពោះភាពជោគជ័យបើជឿជាក់ក្នុងចិត្តយ៉ាងពិតប្រាកដថាយើងធ្វើបានវិធីដែលត្រូវធ្វើក៏នឹងកើតឡើងឯងជារៀងរាល់ថ្ងៃយុវជនដែលទើបតែចាប់ផ្ដើមចូលធ្វើការងារថ្មីម្នាក់តែងតែសង្ឃឹមថាថ្ងៃណាមួយនឹងទទួលបានជោគជ័យនឹងបានធ្វើជាប្រធានឬប្រធានគ្រប់គ្រងតែយុវជនទាំងនេះភាគច្រើនតែងគ្មានជំនឿថាខ្លួនឯងអាចឈានទៅដល់ចំណុចខ្ពស់នោះបានទេដល់ទីបំផុតការពិតក៏ដូច្នេះដែរព្រោះអ្នកដែលមិនជឿថាខ្លួនឯងអាចឡើងទៅដល់តំណែងនោះបានក៏មិនខំប្រឹងប្រែងស្វែងរកវិធីដើម្បីឈោងចាប់តំណែងនោះបានឲ្យបានឡើយទស្សនៈរបស់មនុស្សប្រភេទនេះគឺទស្សនៈរបស់មនុស្សទូទៅឬមនុស្សកម្រិតមធ្យមតែនៅមានយុវជនមួយក្រុមតូចមានជំនឿយ៉ាងពិតប្រាកដថាពួកគេនឹងបានជោគជ័យមនុស្សក្រុមនេះនឹងធ្វើការងារដោយមានសេចក្តីសង្ឃឹមជឿជាក់និងមានទស្សនៈថាត្រូវតែឈានទៅមុខឲ្យដល់តំណែងខ្ពស់នោះទីបំផុតតំណែងនោះក៏មកដល់ពួកគេក៏បានក្លាយទៅជាប្រធានគ្រប់គ្រងមានឋានៈខ្ពស់ព្រោះមានជំនឿថាពួកគេអាចធ្វើបានទើបពួកគេខិតខំសិក្សាសង្កេតមើលពីទស្សនៈរបស់អ្នកដែលទទួលបានជោគជ័យហើយយកមករៀនសូត្រតាមវិធីដែលមនុស្សទាំងនោះធ្វើការងារនិងសម្រេចចិត្តជាហេតុធ្វើឲ្យពួកគេទទួលបានជោគជ័យដូចគ្នាវិធីឬមធ្យោបាយដែលត្រូវធ្វើតែងតែកើតឡើងចំពោះអ្នកដែលជឿថាគេធ្វើបានបើអ្នកមិនជឿថាអ្នកអាចធ្វើបានអ្នកក៏គ្មានមធ្យោបាយនឹងធ្វើវាបានដែរកាលពី2ឆ្នាំកន្លងមក
មិត្តចំនួនក្រោយរបស់ខ្ញុំម្នាក់សម្រាប់ចិត្តបង្កើតហាងជាតំណាងចែកចាយលក់រថយន្តសណ្ដោងតែមានមិត្តជាច្រើននាក់បញ្ចេញយោបល់ថាគេសរសើរប្រាសាទហើយព្រោះមានលុយសន្សំមិនដល់$45,000ផងខណៈដែលដើមទុនក្នុងកម្រិតទាបរបស់គម្រោងមានចំនួនខ្ពស់ជាងនេះរាប់សិបដងគូប្រជែងក្នុងមុខជំនួញនេះស្ថិតក្នុងកម្រិតខ្ពស់មានពឹសពុលទាំងអស់មនុស្សមិត្តរបស់គេបានដាស់តឿននិងនិយាយសន្ធាប់ថាក្រៅពីនោះនាយមានបទពិសោធន៍លក់រថយន្តដល់កម្រិតណាដែរហើយអាចគ្រប់គ្រងមុខជំនួញធំដល់ថ្នាក់នេះបានយ៉ាងម៉េចតែមិត្តរបស់ខ្ញុំម្នាក់នេះមានជំនឿលើខ្លួនឯងថានឹងធ្វើបានជោគជ័យគេទទួលស្គាល់រឿងដើមទុនដែលខ្វះខាតហើយទទួលស្គាល់ថាមានដៃគូប្រជែងខ្ពស់ៗនិងព្រមទទួលស្គាល់ថាគេខ្វះបទពិសោធន៍ប៉ុន្តែបន្ទាប់ពីបានធ្វើការសិក្សារួចមកខ្ញុំយល់ច្បាស់ថាជំនួយរថយន្តសណ្ដោងនេះកំពុងតែពង្រីកខ្លួនគេតបថាក្រៅពីនោះខ្ញុំបានសិក្សាពីគូប្រជែងមុខជំនួញនោះហើយខ្ញុំអាចលក់រថយន្តសណ្ដោងបានប្រសើរជាងមនុស្សគ្រប់រូបក្នុងតំបន់នេះខ្ញុំអាចមានកំហុសឆ្គងខ្លះតែខ្ញុំនឹងដោះស្រាយកែលម្អវារហូតឈានដល់កម្រិតកំពូលគេធ្វើបានជោគជ័យមែនគេអាចប្រមូលដើមទុនដែលគេនៅខ្វះបានយ៉ាងងាយស្រួលជំនឿយ៉ាងមោះមុតលើគម្រោងរបស់គេធ្វើឲ្យវិនិយោគិនពីរនាក់មានជំនឿចិត្តព្រមដាក់ដើមទុនរួមគ្នាក្រោយមកទៀតគេក៏អាចទាក់ទាញម្ចាស់រោងចក្រផលិតរថយន្តសណ្ដោងឲ្យបញ្ជូនរថយន្តមួយចំនួនឲ្យគេលក់មុនចាំទូទាត់លុយតាមក្រោយកាលពីឆ្នាំទៅគេលក់រថយន្តសណ្ដោងបានប្រាក់ចំនួនច្រើនជាង$13 លានគេនិយាយថាឆ្នាំក្រោយខ្ញុំនឹងលក់ឲ្យបានកើនដល់$27 លានភាពជឿជាក់យ៉ាងមុតនឹងជំរុញទឹកចិត្តឲ្យរកមធ្យោបាយពីវិធីធ្វើបើអ្នកជឿថាអ្នកធ្វើបានមែននឹងធ្វើឲ្យអ្នកដទៃជឿជាក់លើខ្លួនអ្នកដែរមនុស្សភាគច្រើនមិនមានសទ្ធាក្នុងរឿងជំនឿទេតួយ៉ាងកាលពី2-3សប្តាហ៍មុនមិត្តរបស់ខ្ញុំម្នាក់ដែលជាវិស្វករយោធិនបាននិយាយឲ្យខ្ញុំស្ដាប់រឿងដែលមានន័យដូចគ្នាទៅនឹងពាក្យថាជំនឿអាចរំកិលភ្នំបានខែមុនខាងការិយាល័យខ្ញុំបានផ្ញើសំបុត្រទៅក្រុមហ៊ុនវិស្វកម្មពិគ្រោះយោបល់ជាច្រើនកន្លែងដើម្បីបញ្ជាក់ប្រាប់ឲ្យដឹងថាក្រុមហ៊ុនកំពុងតែជ្រើសរើសក្រុមហ៊ុនដែលអាចគូរប្លង់ស្ពាន8កន្លែងក្នុងគម្រោងសាងសង់ផ្លូវថ្នល់ស្ពាន8កន្លែងដែលមានតម្លៃសរុបចំនួន$675 លានក្រុមហ៊ុនវិស្វកម្មណាដែលចេញប្លង់ល្អបានជ្រើសរើសយកនោះនឹងទទួលបានថ្លៃចេញប្លង់ 4% ឬប្រមាណ$27 លានខ្ញុំបានជជែកជាមួយនឹងក្រុមហ៊ុនវិស្វកម្មអ្នកគូរប្លង់ស្ពាន21ក្រុមហ៊ុនស្ដីពីរឿងនេះមានក្រុមហ៊ុនធំៗចំនួន4សម្រាប់ដាក់សំណើធ្វើការងារនេះភ្លាមតែ17ក្រុមហ៊ុនទៀតនៅសល់ជាក្រុមហ៊ុនតូចៗនិងមានក្រុមហ៊ុនចំនួន16មិនចាប់អារម្មណ៍ចំពោះការដេញថ្លៃមិនចាប់អារម្មណ៍ចំពោះការដេញថ្លៃតតម្លៃនេះទេដោយសារទំហំរបស់គម្រោងធំពេកហើយក្រុមហ៊ុនទាំងអស់នោះសិក្សាពីគម្រោងនេះដោយសើលំហើយក៏កវិក្បាលនឹងនិយាយក្នុងទំនងថាការងារនេះធំណាស់សម្រាប់ក្រុមហ៊ុនរបស់យើងវាគ្មានប្រយោជន៍ឡើយនៅក្នុងចំណោមក្រុមហ៊ុនតូចទាំងនោះមានក្រុមហ៊ុនមួយដែលមានវិស្វករចំនួន3ដែលមានសមត្ថភាពគូរប្លង់ស្ពានបានលោកបានសិក្សាពីគម្រោងរួចហើយក៏និយាយថាយើងធ្វើបានយើងនឹងដាក់ស្នាតម្លៃទីបំផុតក្រុមហ៊ុននេះក៏ឈ្នះនឹងទទួលបានការងារនោះមកធ្វើអ្នកដែលជឿថាខ្លួនឯងអាចរំកិលភ្នំបានគេនឹងធ្វើបានបំចំណែកអ្នកដែលគិតថាមិនអាចរំកិលភ្នំបាននោះរមែងមិនអាចរំកិលភ្នំបានមែនជំនឿបង្កើតថាមពលដល់អ្វីដែលយើងត្រូវធ្វើក្នុងសម័យបច្ចុប្បន្នជំនឿកំពុងតែធ្វើរាល់អ្វីដែលធំសម្បើមជាងការរំកិលភ្នំទៅទៀតឬគោលដ៏សំខាន់បំផុតឬការពិត
អាចនិយាយបានថាជាឫសគល់មួយប្រការក្នុងគម្រោងត្រួតពិនិត្យអវកាសរបស់យើងសប្តាហ៍ថ្ងៃនេះគឺជំនឿដែលថាយើងអាចយកឈ្នះអវកាសបានអ្នកវិទ្យាសាស្ត្រក៏ប្រហែលជាគ្មានសេចក្តីក្លាហានចំណាប់អារម្មណ៍និងសេចក្តីខ្វាយខ្វល់ខ្នះខ្នែងចង់បន្តដំណើរការទៅទៀតដែរជំនឿដែលថារូបមហារាជអាចព្យាបាលឲ្យជាសះស្បើយនោះនឹងនាំឆ្ពោះទៅរកការព្យាបាលរូបមហារាជនៅទីបំផុតក្នុងខណៈដែលខ្ញុំសរសេរសៀវភៅនេះក៏មានការនិយាយដល់ការកសាងផ្លូវរួមក្រោមដីដើម្បីតភ្ជាប់ពីប្រទេសអង់គ្លេសមកកាន់ដែនដីក្នុងទ្វីបអឺរ៉ុបកាលដែលផ្លូវរួមក្រោមដីនេះអាចដំណើរការសាងសង់បានឬអត់ខ្ញុំគិតថាអាស្រ័យលើអ្នកដែលទទួលខុសត្រូវថាយើងធ្វើបានជំនឿក្នុងផលសម្រាប់ជោគជ័យយ៉ាងធំធេងថាជាធម៌ពលជំរុញឲ្យមានការបង្កើតស្នាដៃដ៏អស្ចារ្យដែលទាំងផ្នែកសិភៅអត្ថបទរឿងកុនភាគនិងការស្រាវជ្រាវរកឃើញផ្នែកវិទ្យាសាស្ត្រជំនឿលើភាពជោគជ័យស្ថិតនៅពីក្រោយភាពជោគជ័យរបស់ជំនួញគ្រប់កន្លែងរួមទាំងភាពជោគជ័យរបស់បកនយោបាយជំនឿលើភាពជោគជ័យជារចនាសម្ព័ន្ធគ្រឹះមួយប្រការដែលចាំបាច់ត្រូវតែមានក្នុងខ្លួនអ្នកដែលទទួលបានជោគជ័យគ្រប់រូបបើអ្នកជឿថាអ្នកធ្វើបានអ្នកនឹងធ្វើបានអស់ពេលជាច្រើនឆ្នាំកន្លងមកខ្ញុំបានជជែកជាមួយនឹងអ្នកទទួលបរាជ័យផ្នែកជំនួញនិងទូនាទីការងារជាច្រើនអ្នកខ្ញុំតែងតែស្ដាប់ហេតុផលនិងខដោះសារផ្សេងៗដែលសម្អាងថាជាមូលហេតុសំខាន់នៃភាពជោគជ័យនៃភាពបរាជ័យទាំងអស់នោះប៉ុន្តែក្នុងឱកាសជាច្រើនដងអ្នកដែលជួបនឹងភាពបរាជ័យរមែងផ្ដល់នៅចំណុចសង្កេតក្នុងលក្ខណៈថាតាមការពិតខ្ញុំគិតថាវាអាចទៅរួចសោះឬតាមការពិតខ្ញុំមិនប្លែកចិត្តប៉ុន្មានទេដែលវាមិនជោគជ័យនោះសម្ដីប្រភេទយល់ព្រមខ្ញុំនឹងព្យាយាមតែខ្ញុំគិតថាវាធ្វើមិនបានទេជាទស្សនៈដែលនាំឆ្ពោះទៅរកភាពបរាជ័យភាពមិនជឿជាវត្ថុបំផ្លាញធម៌ពលនៅពេលចិត្តមិនជឿឬមានចិត្តសង្ស័យគោះក្បាលនឹងរកហេតុផលដើម្បីយកមកគាំទ្រភាពមិនជឿនោះភាពគ្មានជំនឿចិត្តជាឫសគល់នៃភាពបរាជ័យឬសក្តីមិនត្រូវការទទួលបានភាពជោគជ័យយ៉ាងពិតប្រាកដនោះជាមូលហេតុនៃភាពបរាជ័យច្រើនដែលកើតមានឡើងគិតដល់គ្មានជំនឿចិត្តតែងតែបរាជ័យគិតតាមរបៀបអ្នកឈ្នះតែងតែជោគជ័យកាលពីថ្មីនេះមានកញ្ញាដ៏ស្រស់ស្អាតម្នាក់រៀនផ្នែកប្រឡោមលោកបានពិភាក្សាជាមួយនឹងខ្ញុំអំពីផែនការជីវិតនៅពេលដែលខ្ញុំនិយាយដល់ឈ្មោះកូនសេះដែលល្បីល្បាញម្នាក់នោះនាងបានជាឆ្លើយថាអូគេជាកូនសេះពូកែណាស់តែនាងមិនអាចទទួលបានជោគជ័យដូចគេទេទស្សនៈរបស់នាងធ្វើឲ្យខ្ញុំអស់សង្ឃឹមព្រោះខ្ញុំស្គាល់កូនសេះក៏ដ៏ល្បីល្បាញម្នាក់នោះយ៉ាងច្បាស់គេមិនមែនជាមនុស្សពូកែណាស់ទេឬមានចំណេះដឹងខ្ពង់ខ្ពស់ឬក៏ជាមនុស្សដែលមានអ្វីពិសេសបំផុតក្រៅពីភាពជឿជាក់ក្នុងចិត្តយ៉ាងប្រកបប្រជាគេជាមនុស្សដែលជឿថាខ្លួនឯងជាមនុស្សម្នាក់ក្នុងរាជវង្សតុងអ៊ូព្រោះតែដូច្នេះហើយទើបគេប្រើប្រតិបត្តិខ្លួននិងធ្វើការងារបានល្អបំផុតវាជាការប្រសើរណាស់ដែលបង្ហាញនូវសេចក្តីគោរពរៀនសូត្រសង្កេតនិងសិក្សាពីថ្នាក់ដឹកនាំតែមិនបាច់លើកដំកើងគេខ្លាំងពេកទេផ្ទុយទៅវិញគួរតែមានជំនឿជឿជាក់លើខ្លួនឯងថាអាចយកឈ្នះឬប្រជែងគេបាននៅដែលពេញចិត្តទៅក្នុងកម្រិតទី2រមែងជាមិនផុតដែលនឹងខ្លាចទៅជាមនុស្សធ្វើអ្វីដែលគុណភាពកម្រិតទី2ជានិច្ចយើងអាចមើលបែបនេះក៏បានថាជំនឿប្រៀបដូចជាអ្នកគ្រប់គ្រងសីតុណ្ហភាពឬ thermometer ដែលគ្រប់គ្រងអ្វីដែលយើងនឹងធ្វើបានជោគជ័យក្នុងជីវិត
មនុស្សដែលបង្កើតធីម៉ូម៉ែត្រទុកនៅក្នុងតំណែងតូចទាបគេនឹងជឿថាគេមានគុណតម្លៃតិចហើយដូច្នេះហើយទើបគេទទួលបានផលតបស្នងមកវិញតិចដែរគេជឿថាគេគ្មានភាពសំខាន់ដូច្នេះអ្វីៗគ្រប់យ៉ាងដែលគេធ្វើក៏ជាអ្វីៗដែលមិនសំខាន់ដូចគ្នាទោះពេលកន្លងផុតទៅការខ្វះជំនឿចិត្តលើខ្លួនឯងនឹងស្ដែងចេញនៅក្នុងវិធីនៃការនិយាយការដើរនិងរបៀបរបស់គេលើកលែងតែគេកែសម្រួលធីម៉ូម៉ែត្រឲ្យធ្វើចលនាខាងមុខមិនដូច្នេះទេគេនឹងធ្លាក់ដុនដាបទៅជារឿយៗនឹងមើលខ្លួនឯងអន់ទៅដោយសារអ្នកដទៃមើលឃើញតែអ្វីដែលគេមើលឃើញគឺអ្នកដទៃនឹងមើលឃើញខ្លួនគេអន់ទៅដូចគ្នាពេលនេះសូមងាកមកមើលអ្នកកំឡុងម្នាក់ដែលមានការរីកចម្រើនក្នុងអាជីពការងារយ៉ាងឆាប់រហ័សគេមានជំនឿថាគេជាមនុស្សដែលមានគុណតម្លៃមហាសាលដូច្នេះហើយទើបគេទទួលបានផលតបស្នងមកវិញខ្ពស់គេមានជំនឿថាគេអាចធ្វើការងារធំបានគេធ្វើបានពិតប្រាកដមែនរាល់អ្វីដែលគេធ្វើវិធីដែលគេប្រើនៅក្នុងសង្គមលក្ខណៈរបៀបគំនិតនិងទស្សនៈរបស់គេសុទ្ធតែបញ្ជាក់ប្រាប់ថានេះគឺជាអ្នកអាជីពនិងជាមនុស្សសំខាន់មនុស្សគ្រប់រូបសុទ្ធតែជាផលិតផលរបស់គំនិតខ្លួនឯងជឿជាក់លើអ្វីដែលធំកែសម្រួលធីម៉ូម៉ែត្ររបស់ខ្លួនឯងឲ្យផ្លាស់ប្ដូរទៅមុខបាញ់ទម្លុះឆ្ពោះទៅរកភាពជោគជ័យដោយសេចក្តីសុចរិតនិងជឿជាក់យ៉ាងស្មោះត្រង់ថាអ្នកនឹងធ្វើបានសម្រេចហើយត្រូវចាំទុកថាបើអ្នកជឿលើអ្វីធំអ្នកនឹងរីកចម្រើនធំធាត់ឡើងតាមជំនឿរបស់អ្នករឿងដែលបានពោលមកនេះកើតឡើងជាច្រើនឆ្នាំមកហើយបន្ទាប់ពីខ្ញុំបានអធិប្បាយឲ្យអ្នកជំនួយមួយក្រុមនៅសហរដ្ឋអាមេរិកស្ដាប់ចប់មានអ្នកស្ដាប់ម្នាក់បានចូលមកជជែកជាមួយនឹងខ្ញុំបន្តគាត់បានណែនាំខ្លួនថាខ្ញុំចូលចិត្តអ្វីដែលអ្នកនិយាយកន្លងមកតែអ្នកមានពេលបន្តិចទេខ្ញុំចង់និយាយពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំឲ្យស្ដាប់ក្នុងខណៈដែលយើងកំពុងអង្គុយហូបកាហ្វេនោះគាត់ក៏និយាយតិចឡើងមកថាខ្ញុំមានបទពិសោធន៍មួយដែលអាចភ្ជាប់យោងទៅនឹងរឿងដែលអ្នកនិយាយកាលពីល្ងាចមិញតែទៅនឹងការធ្វើឲ្យចិត្តរបស់យើងធ្វើការងារដល់ខ្លួនឯងដោយមិនបង្កឧបសគ្គដល់យើងខ្ញុំមិនដែលនិយាយពីវិធីប្រើសម្រាប់ទាញខ្លួនឯងឲ្យផុតពីភាពគ្មានបានការឲ្យអ្នកណាស្ដាប់ទេតែខ្ញុំចង់ប្រាប់អ្នកបានខ្ញុំចង់ស្ដាប់ខ្ញុំឆ្លើយតបហើយគាត់និយាយបន្តថាវាទើបតែកន្លងមក5ឆ្នាំប៉ុណ្ណោះនៅពេលដែលខ្ញុំដើរលក់ឧបករណ៍នៅមេពុំក្នុងឋានៈជាបុគ្គលិកមិនផ្នែកលក់ធម្មតាម្នាក់ដែលខ្ញុំអាចរស់នៅបានតាមការគួរដល់អត្តភាពផ្ទះរបស់ខ្ញុំតូចណាស់ហើយខ្ញុំក៏មិនអាចទិញរបស់របរច្រើនយ៉ាងតាមតម្រូវការបានទេខ្ញុំសូមសរសើរភរិយារបស់ខ្ញុំដែលនាងមិនរអ៊ូរទាំតែខ្ញុំអាចមើលយល់តាមរយៈទឹកមុខថានាងមានភាពអំណត់ច្រើនជាងពេញចិត្តខ្ញុំខ្លួនឯងក៏ខូចចិត្តព្រោះមានអារម្មណ៍ថាមិនអាចផ្ដល់សេចក្តីសុខដល់ភរិយានិងកូនទាំងពីរនាក់បាននៅទីបំផុតខ្ញុំក៏សម្រេចចិត្តផ្លាស់ប្ដូរអ្វីទាំងអស់សប្តាហ៍ថ្ងៃនេះខ្ញុំមានផ្ទះថ្មីយ៉ាងស្រស់ស្អាតនៅលើផ្ទៃដីទំហំជាង800ម៉ែត្រការ៉េនិងមានផ្ទះសម្រាប់សម្រាកលំសម្ដិលថ្ងៃពេលនេះខ្ញុំលែងព្រួយថាមិនអាចបញ្ជូនកូនទៅរៀនសាលាល្អទៀតហើយភរិយារបស់ខ្ញុំក៏លែងគិតទៀតដែរគ្រាន់តែចង់ទិញសម្លៀកបំពាក់ថ្មីមួយឈុតហើយរដូវក្តៅឆ្នាំក្រោយសមាជិកគ្រួសាររបស់ខ្ញុំនឹងធ្វើដំណើរទៅលេងកម្សាន្តនៅទ្វីបអឺរ៉ុបមួយខែពេលនេះខ្ញុំសប្បាយចិត្តខ្លាំងណាស់ខ្ញុំសួរថាតើទាំងអស់នេះកើតឡើងបានដោយរបៀបណាគាត់ឆ្លើយថាវាកើតឡើងនៅពេលបើប្រើទៅតាមពាក្យសម្ដីរបស់អ្នកកាលពីល្ងាចមិញគឺនៅពេល
ខ្ញុំនាំយកធម៌ពលនៃជំនឿមកប្រើហើយគាត់និយាយក៏និយាយបន្តទៀតថាកាលពី5ឆ្នាំកន្លងមកខ្ញុំបានដឹងថាក្រុមហ៊ុនលក់ឧបករណ៍និងមេពុំមួយកន្លែងនៅក្រុង Detroit ត្រូវការមនុស្សពេលនេះខ្ញុំស្នាក់នៅឯ Cleveland ខ្ញុំក៏សម្រេចចិត្តមកដាក់ពាក្យចូលធ្វើការដោយសង្ឃឹមថានឹងបានប្រាក់ខែបន្ថែមឡើងបន្តិចទៀតខ្ញុំបានទៅដល់ទីក្រុង Detroit ល្ងាចថ្ងៃអាទិត្យដើម្បីត្រៀមខ្លួនធ្វើការសម្ភាសន៍នៅព្រឹកថ្ងៃច័ន្ទបន្ទាប់ពីហូបអាហារពេលល្ងាចហើយខ្ញុំក៏អង្គុយសម្រាកនៅក្នុងបន្ទប់សម្រាករបស់ខ្ញុំនៅឯសណ្ឋាគារដោយបានគិតពីហេតុផលមួយចំនួនខ្ញុំមានអារម្មណ៍ស្អប់និងខកបំណងចំពោះខ្លួនឯងយ៉ាងខ្លាំងហើយសួរខ្លួនឯងថាហេតុអ្វីខ្ញុំធ្វើការបានត្រឹមតែបុគ្គលិកតូចតាចហេតុអ្វីខ្ញុំត្រូវតស៊ូប្រឹងប្រែងរកការងារល្អៗជាងមុនធ្វើខ្ញុំមិនដឹងរហូតមកដល់សប្តាហ៍ថ្ងៃនេះអ្វីទៅដែលត្រូវធ្វើបែបនេះតែខ្ញុំចាំបានថាខ្ញុំបានយកក្រដាសសរសេរសម្បត្តិរបស់សន្តាគារមកសរសេរឈ្មោះមនុស្ស5នាក់ដែលខ្ញុំស្គាល់យូរណាស់មកហើយពួកគេសុទ្ធតែបានរីកចម្រើនក្នុងការងារនិងមុខជំនួញនិងរកបានចំណូលច្រើនជាងខ្ញុំមនុស្ស2នាក់ក្នុងចំណោម5នាក់នោះជាញាតិជិតខាងដែលធ្លាប់រស់នៅកន្លែងថ្មីដែលធ្លាប់ទៅរស់នៅកន្លែងថ្មី2នាក់ទៀតជាមនុស្សដែលខ្ញុំធ្វើការជាមួយនិងម្នាក់ទៀតគឺប្អូនថ្លៃប្រុសរបស់ខ្ញុំរួចហើយខ្ញុំសួរខ្លួនឯងថាតើមានអ្វីទៅដែលមិត្តខ្ញុំមានតែខ្ញុំគ្មានក្រៅពីការងារដែលល្អជាងខ្ញុំប្រៀបធៀបភាពបីឆ្លាតរបស់ពួកគេនិងខ្ញុំក៏ឃើញថាខ្ញុំមិនល្ងងជាងពួកគេទេឬទោះបីជាពួកគេរៀនច្រើនជាងក៏ដោយគឺគ្មានជំនឿច្បាស់លាស់ជាងក៏មិនមែនទៀតនៅទីបំផុតខ្ញុំបានពិចារណាដល់គុណសម្បត្តិនៃភាពជោគជ័យមួយប្រការទៀតដែលធ្លាប់បានឮមកយ៉ាងច្រើនគឺរឿងគំនិតចាប់ផ្ដើមនឹងហើយដែលត្រូវទទួលស្គាល់ថាខ្ញុំអន់ជាងមិត្តទាំងនោះជាលើកដំបូងហើយខ្ញុំមើលឃើញពីចំណុចខ្សោយរបស់ខ្លួនឯងនិងរកឃើញថាខ្ញុំតែងតែដើរថយក្រោយខ្ញុំរមែងធ្វើអ្វីតូចបើកាន់តែជីកកកាយឲ្យជ្រៅទៅក៏រឹតតែឃើញថាមូលហេតុដែលធ្វើឲ្យខ្ញុំខ្វះគំនិតចាប់ផ្ដើមច្នៃប្រឌិតនោះដោយសារខ្ញុំមិនជឿថាខ្ញុំជាមនុស្សដែលមានគុណតម្លៃជឿជាក់លើខ្លួនឯងបានគ្រប់គ្រងជីវិតរបស់ខ្ញុំយ៉ាងម៉េចតាំងពីខ្ញុំដឹងក្តីហើយខ្ញុំបានប្រើចិត្តខ្លួនឯងប្រឆាំងនឹងខ្លួនឯងយ៉ាងណាឃើញថាគ្រប់ពេលកន្លងមកខ្ញុំតែងតែបណ្ដុះគំនិតខ្លួនឯងថាអ្វីទើបខ្ញុំមិនអាចឈានទៅមុខបានព្រមទាំងប្រាប់ទៅខ្លួនឯងថាធ្វើយ៉ាងណាទើបខ្ញុំធ្វើបានខ្ញុំរកឃើញថាមធ្យោបាយកាត់បន្ថយគុណតម្លៃរបស់ខ្លួនឯងនេះបានកើតឡើងគ្រប់រឿងដែលខ្ញុំបានធ្វើខ្ញុំចាប់ផ្ដើមយល់ជាលើកដំបូងថាគ្មានអ្នកណាជឿលើខ្លួនខ្ញុំទេលុះត្រាតែខ្ញុំជឿនិងទុកចិត្តលើខ្លួនឯងសិនតាំងពីពេលនោះមកខ្ញុំក៏សម្រេចចិត្តថាខ្ញុំឈប់មានអារម្មណ៍កំសាមើលងាយខ្លួនឯងទៀតហើយលុះព្រឹកឡើងខ្ញុំនៅតែមានភាពជឿជាក់ចំពោះអ្វីដែលខ្ញុំបានគិតនៅពេលសម្ភាសខ្ញុំបានធ្វើតេស្តភាពជឿជាក់ថ្មីរបស់ខ្លួនជាលើកដំបូងមុនពេលចូលសម្ភាសខ្ញុំសង្ឃឹមថានឹងហ៊ានទាមទារប្រាក់ខែឲ្យបានច្រើនជាងប្រាក់ខែពីមុនចាប់ពី$1,000ដល់$1,500ប៉ុន្តែនៅពេលនេះបន្ទាប់ពីយល់ច្បាស់ថាខ្ញុំជាមនុស្សមានតម្លៃក៏អាចទាមទារប្រាក់ខែបន្ថែមឡើងរហូតដល់$5,000ហើយខ្ញុំក៏បានទៅតាមតម្រូវការមែនខ្ញុំលក់គុណសម្បត្តិផ្សេងៗនៅក្នុងខ្លួនដែលកើតពីការវិភាគខ្លួនឯងក្នុងយុគកន្លងមកនឹងឃើញថាមានអ្វីផ្សេងជាច្រើនទៀតនៅក្នុងខ្លួនយើងដែលអាចលក់បានក្នុងរយៈពេល2ឆ្នាំបន្ទាប់ពីធ្វើការក្នុងតំណែងនោះខ្ញុំបានសាងកេរ្តិ៍ឈ្មោះក្នុងឋានៈជាអ្នករកអតិថិជនពូកែចំណានទោះបីជាក្រោយមកមុខជំនួញចាប់ផ្ដើមចាក់ចុះក៏ដោយតែនោះកាន់តែធ្វើឲ្យខ្ញុំមានតម្លៃខ្លាំងឡើងទៀតព្រោះខ្ញុំជាមនុស្សដែលអាចរកអតិថិជនពូកែបំផុតម្នាក់ទៀតដូច្នេះនៅពេលការសម្រួលគម្រោង
ដូរតំណែងរបស់ក្រុមហ៊ុនទើបខ្ញុំបានទទួលតំណែងចំណែកហ៊ុននឹងបន្ថែមប្រាក់ខែយ៉ាងច្រើនថែមទៀតនេះជាតួយ៉ាងមួយដ៏ច្បាស់ថាជំនឿលើខ្លួនឯងនឹងនាំមកនូវអ្វីៗល្អៗចិត្តរបស់ខ្ញុំគិតថាចិត្តរបស់អ្នកគឺជារោងចក្រគំនិតនិងផលិតគំនិតមិនឈប់ឈរជារៀងរាល់ម៉ោងគំនិតត្រូវផលិតចេញមកបានច្រើនរាប់មិនអស់ការផលិតក្នុងរោងចក្រគំនិតនេះស្ថិតក្នុងក្រោមការមើលថែទាំរបស់មេក្រុម2នាក់ម្នាក់ហៅថានាយឈ្នះម្នាក់ទៀតហៅថានាយចាញ់នាយឈ្នះមានតួនាទីផលិតគំនិតវិជ្ជមានគេស្ទាត់ជំនាញក្នុងការផលិតហេតុផលគាំទ្រហេតុអ្វីអ្នកអាចធ្វើបានហេតុអ្វីអ្នកសមស្របហេតុអ្វីអ្នកសមប្រកបហេតុអ្វីអ្នកទទួលបានជោគជ័យមេក្រុមម្នាក់ទៀតគឺនាយចាញ់គេនឹងផលិតគំនិតអវិជ្ជមានឬគំនិតដែលនាំឲ្យបរាជ័យគេស្ទាត់ជំនាញក្នុងការរកហេតុផលថាហេតុអ្វីទើបអ្នកមិនអាចធ្វើបានហេតុអ្វីបានជាអ្នកទន់ជ្រាយហេតុអ្វីបានជាអ្នកគ្មានសមត្ថភាពគ្រប់គ្រាន់ហើយរឿងដែលគេស្ទាត់ជំនាញបំផុតគឺគំនិតទាំងពួងដែលពាក់ព័ន្ធនឹងសេចក្តីសន្និដ្ឋានថាហេតុអ្វីបានជាអ្នកបរាជ័យទាំងនាយឈ្នះនិងនាយចាញ់ម្នាក់សុទ្ធតែជាកម្មករដែលស្គាល់តាមបង្គាប់បំផុតហើយប្រើភ្លាមមកភ្លាមហើយបើសញ្ញាណដែលបញ្ជូនចេញទៅជាវិជ្ជមាននាយឈ្នះនឹងឈានចូលមកធ្វើការងារតែបើសញ្ញាណជាអវិជ្ជមាននាយចាញ់នឹងមកជំនួស